ប្រមុខការទូតកម្ពុជានិងវៀតណាមជួបពិភាក្សាការងារទ្វេភាគីនៅកោះសេប៊ូប្រទេសហ្វីលីពីនរាជធានីភ្នំពេញក្នុងស្មារតីមិត្តភាពជាប្រពៃណីកម្ពុជាវៀតណាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមលេហៃជុងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះបានតាមបណ្ដាញសង្គមរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងការបរទេសបានឲ្យដឹងថាជំនួបទ្វេភាគីរបស់ប្រមុខការទាំងពីរនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំចុងអៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានប្រភពបានលើកឡើងថាភាគីទាំងពីរបានរំលឹកឡើងវិញនៃលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំលើកទី21នៃគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូឆ្នាំ2025នៅខេត្តសៀមរាបដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងវៀតណាមចប់